lấy bông ônទាំងអស់គ្នាបាទអញ្ចឹងដោយសារតែមានបងប្អូនក៏សួរថាកម្មវិធី White Typing គេធ្វើមិនបាទខ្ញុំបានអស់ថ្ងៃមុនតែខ្ញុំក៏អស់ពីកម្មវិធីដែលធ្វើហើយអញ្ចឹងរបៀបធ្វើខ្ញុំអត់ទាន់បានអស់ទេអញ្ចឹងទៅមានបងប្អូនក៏សួរថាកម្មវិធី Typing អញ្ចឹងវាយហាត់មានតែអញ្ចឹងគេធ្វើមិនដើម្បីឲ្យយើងដាក់ដំណើរការបាននៅលើកុំព្យូទ័រហើយកម្មវិធីនេះមានប្រយោជន៍choបងប្អូនសម្រាប់យើងមកខាត់ត្រៀមប្រឡងជាការរៀនកុំព្យូទ័រត្រៀមប្រឡងគូកុំព្យូទ័រយើងអាចមកខាត់ដៃបានបាទអញ្ចឹងយើងអាចធ្វើទៅដើម្បីឲ្យយើងមកខាត់ត្រៀមដៃយើងឲ្យវាយលឿនបាទឲ្យវាយពាក្យពិបាកហើយយើងស្គាល់ពាក្យពិបាកបានច្រើនក្នុងនេះខ្ញុំបានបញ្ចូលពាក្យពិបាក70ពាក្យហើយយើងក៏នៅបញ្ចូលថែមទៀតឲ្យតែយើងបានពាក្យពិបាកមកថ្មីយើងបញ្ចូលថែមទៀតចាអញ្ចឹងឥឡូវរបៀបធ្វើអាហ្នឹងវាថាស្មុគស្មាញក៏បានវាថាបើសិនជាគ្រូកុំព្យូទ័រគាត់ខ្លាំងគាត់ស្នាមអញទេអត់មានអីពិបាកទេតែសម្រាប់បងប្អូនដែលទៅរៀនកុំព្យូទ័រថ្មីបាទតស្គាល់ពីកម្មវិធីកុំព្យូទ័រអញ្ចឹងវាអាចពិបាកដែរអញ្ចឹងបងប្អូនចង់ចេះបងប្អូនមើលតាមវីដេអូខ្ញុំទៅមើលដល់ចប់ហើយជួយចុច like share follow ផងដើម្បីខ្ញុំធ្វើវីដេអូចែករំលែកចំណេះដឹងថ្មីច្រើនទៀតទៅដល់កម្មវិធីកុំព្យូទ័រអញ្ចឹងរបៀបធ្វើវាយើងឥឡូវយើងបិទអាហ្នឹងសិនទីមួយយើងត្រូវការកម្មវិធីមួយដែលមានឈ្មោះថា Visual Studio Code Visual Studio ខ្ញុំប្រើ version 2022នេះ2022ឥឡូវវាអាចចេញ version ក្រោយទៀតយើង download ដាក់តាមហ្នឹងទៅហើយរបៀប download ដាក់វាអត់មានអីពិបាកទេបងប្អូនណាចូលទៅ Google មកហើយយើងវាយពាក្យ Visual Studio នៅលើគេយើងប្រយ័ត្នច្រឡំជាមួយនឹងនេះបងប្អូនណាចាអញ្ចឹងហ្នឹងយើងវា version ចុងក្រោយវាមានពណ៌អញ្ចឹងមានពណ៌ស្វាយអញ្ចឹងដំបូងយើងតម្លើងកម្មវិធីសិននៅក្នុងកុំព្យូទ័របាទយើងអាចទៅធ្វើនៅកម្មវិធីអញ្ចឹងអាហ្នឹងគេហៅថា IDE Visual Studio ហ្នឹងគឺជា IDE មួយសម្រាប់សរសេរកូដបង្កើតកម្មវិធីដែលដំណើរការលើកុំព្យូទ័រអញ្ចឹងកម្មវិធីវាមានច្រើនប្រភេទមានកម្មវិធីទូរស័ព្ទកម្មវិធីកុំព្យូទ័រកម្មវិធី iPhone បាទអញ្ចឹងយើងមានកម្មវិធី web ទៀត web app ទៀតតែសម្រាប់កម្មវិធីដែលដំណើរការនៅលើកុំព្យូទ័រយើងត្រូវការសរសេរនៅក្នុង IDE មួយដែលមានឈ្មោះថា Visual Studio Code Visual Studio នេះគឺសម្រាប់សរសេរបានភាសាកុំព្យូទ័រច្រើនដែរតែវាផ្ដោតសំខាន់ទៅលើ C# អញ្ចឹងយើងបើចុចលើគេហ្នឹងមកបាទអញ្ចឹងយើងចុចនេះ download មកហើយយើងមាននេះវីដេអូគេណែនាំអញ្ចឹងយើងចុច download មកយើងវានឹងឲ្យយើងរើទីតាំងឯនេះ Visual Studio Setup នេះយើងដាក់នៅកន្លែងណាមួយអញ្ចឹងទៅហើយយើង set up វាទៅអូខេឥឡូវវាចូលហើយខ្ញុំគាត់បង្ហាញពីរបៀប download និង set up ទេសម្រាប់ខ្ញុំ set up របស់ខ្ញុំអត់ដាក់ទីទេណាបើយើងមិនទាន់ set up យើង set up វាមកមានរៀងដូចលេខ8ដេកនេះបាទលេខរៀងនេះអញ្ចឹងយើងចុចពីរដង set up វាទៅហើយរបៀប set up យើងដឹងហើយណាខ្ញុំអត់ធ្វើវីដេអូបង្ហាញទៀតទេកុំឲ្យវែងឆ្ងាយអញ្ចឹងឧទាហរណ៍ថាយើង set up ហើយចាហើយយើង set up កម្មវិធីនឹងហើយយើងបានកម្មវិធីមួយបែបនេះឥឡូវខ្ញុំបានកម្មវិធីដែលខ្ញុំ set up ហើយវាបើកមកវាចេញអញ្ចឹងហើយយើងបើកមកវាចេញអញ្ចឹងបាទចេញអញ្ចឹងវាអាចខុសនឹងតិចតួចតាម version បាទអញ្ចឹងសម្រាប់ version 2022គឺចេញបែបនេះអញ្ចឹងយើងអ្វីដែលយើងយកគឺយើងរក create a new project នៅទីនេះយើងរកយក C# នេះហៅថាភាសា C# ហើយនេះយើងទុកវានៅអញ្ចឹងដែរអត់មានប៉ះពាល់ទេហើយយើង scroll ចុះមកក្រោមយើងរកមើលអូខេយើងហៅមើលពាក្យថា Windows Form App មក
មានច្រើនប្រភេទកម្មវិធីប៉ុន្តែយើងរកនេះយើងរកយកប្រភេទ C# Windows Form App .NET Framework យកហ្នឹងអញ្ចឹងយើងចុចវាមកហើយយើងនេះយើងដាក់ឈ្មោះកម្មវិធីរបស់យើងខ្ញុំដាក់ឈ្មោះកម្មវិធីថាឧទាហរណ៍កម្មវិធីខ្ញុំជាកម្មវិធី Typing អញ្ចឹងខ្ញុំដាក់ Typing មក Typing ខ្មែរអញ្ចឹងទៅ Typing KA អញ្ចឹងទៅTyping ខ្មែរអញ្ចឹងណាដាក់លេខ2ខ្ញុំគាត់ថាហ្នឹង version ទី2ព្រោះអាមុនហ្នឹងខ្ញុំដាក់អញ្ចឹងគ្នាមកច្រឡំគ្នាយើងដាក់តែឈ្មោះកម្មវិធីអញ្ចឹងមកនេះយើងមិនធ្វើអីវាទេបាទនេះបើសិននេះយើងយកឲ្យលើគេហ្នឹងមកប៉ុណ្ណឹងមកហើយយើង folder យើងអាចដាក់នៅ folder យើងអាចចង់ទុកនៅ folder ណាយើងប្រោះវាទៅណាទុកខ្ញុំថតតែខ្ញុំទុកនៅក្នុង folder data នេះ data D ណាក្នុង folder data D ហ្នឹងមកហ្នឹងយើងចុចកើត new folder មួយដាក់វាមកថា typing project អញ្ចឹងមកខ្ញុំដាក់ typing បានព្រោះឯកម្មវិធីវាតកតងកោវឹកហាត់វាយអក្សរអញ្ចឹងខ្ញុំដាក់ typing ទៅណាអញ្ចឹងអានេះយើង typing អញ្ចឹងដដែលយើងចុច select តែហើយយើងចុច create ហើយយើងរកចាំវាណាការទីមកបាទពេលនោះវានឹងចេញផ្ទាំងមកបែបនេះនេះបើសិនជាយើងអត់នេះទេយើងអាចប្រិចវាបានបើសិនវាតូចពេកយើងប្រិចវាតិចមកហើយវាធំតិចស្រួលយើងធ្វើការអូខេអញ្ចឹងមុននឹងបញ្ចូលនៅលើធ្វើការនៅលើផ្ទាំង interface នេះខ្ញុំបញ្ចូលពីមុខងារ2សងខាងនេះដែលយើងចាំបាច់ត្រូវការប្រើទី1 data source ទី2 toolbox ហើយខាងនេះយើងមាន property និង solution explorer អញ្ចឹងយើងមានពីរនឹងដើម្បីយើងធ្វើការវាញឹកញាប់ជាងគេគឺ4ហ្នឹងសិនជាវាអត់ចេញកន្លែងហ្នឹងទេយើងអាច pin វាមកដាក់កន្លែងហ្នឹងបានចូលទៅ view នេះមកហើយយើងចង់ pin data source យើងមាននេះ data source នេះយើង pin វាមកហើយ toolbox នេះ toolbox យើងមាននៅកន្លែងនេះយើងចុចវាមកហើយយើង pin វាមកកន្លែងហ្នឹងមកហើយខាងនេះដូចគ្នាដែរបើវាបាច់យើងអាចទៅ view ចុចលើវាចេញមកវិញឥឡូវយើងចាប់ដើមធ្វើការងារនៅលើform របស់យើងនេះគឺពីផ្ទៃ form ផ្ទាំង form ដែលគេហៅថាផ្ទាំងដែលយើងត្រូវ design interface ដែលយើងចង់ដាក់ហើយវាយពាក្យកន្លែងណាអីកន្លែងណាអញ្ចឹងដំបូងឡើយខ្ញុំដូរឈ្មោះ form នេះសិនខ្ញុំដាក់ typing ខ្ញុំដាក់ form ចឹងទេទៅ property យើងអាចមកស្ដាប់កន្លែងនេះបានយក property ហើយកន្លែងឈ្មោះ form នេះឈ្មោះ form នេះយើងដាក់នេះទៅយើងដាក់ typing ខ្មែរចឹងទៅខ្មែរ word អញ្ចឹងទេយើងsetយើងដាក់ typing ខ្មែរពេលយើង enter វាដូរនេះហើយយើងនេះចេញ typing ខ្មែរ word ទៅពេលយើងគេបើកទៅវានឹងចេញ typing ខ្មែរ word ឥឡូវយើងបានប៉ុណ្ណឹងហើយយើងអ្វីយើងទៅធ្វើបន្តទៀតយើងទៅមើលវីដេអូមុនណាគេដាក់មួយខ្លះខ្ញុំទៅមើលវីដេអូខ្ញុំកាលមុនសិនទាំងកាលមុនខ្ញុំ design មួយខ្លះបាទអញ្ចឹងនៅនេះយើងមានចំនួនពាក្យត្រូវ correct ហើយនិង incorrect បាទអញ្ចឹងយើងដាក់ខាងហ្នឹងមកអញ្ចឹងខាងនេះជំទូចនេះមាន incorrect និង correct មានថាយើងវាយពាក្យត្រូវប្រហែលនេះមិនវារាប់ឲ្យយើងអញ្ចឹងយើងដាក់ទី1យើងដាក់ចូលទៅ toolbox បាទ toolbox ខ្ញុំអាចរៀងលឿនតិចឯងវីដេអូមកឲ្យវែងឆ្ងាយពេកខ្ញុំនឹងធ្វើទី2ផ្នែកវីដេអូនេះទី1ផ្នែកផ្ទាំង design ផ្ទៃ interface នេះហើយទី2ផ្នែកសរសេរកូដឲ្យវាដំណើរការអញ្ចឹងវីដេអូនោះអាចធ្វើទី2ផ្នែកអានេះអញ្ចឹងយើងទៅ toolbox មកយើងទៅ all window form all window form មកយើងរើសយកពាក្យថា label តែយើងខ្លះហៅ label តែក៏ពិតទៅអង់គ្លេសគេហៅ label អញ្ចឹងយើងយក label ហ្នឹងមក
យកមកគូកន្លែងណាដែលយើងចង់ដាក់ហ្នឹងបាទអញ្ចឹងគូស្វាសិនទៅមកដំបូងឡើយវាទូចអញ្ចឹងហើយអញ្ចឹងយើងបរិចវាធំតិចយើងចុចលើវាមកយើងទៅ property នេះយើងនេះយើងបរិចវាតិចសិនខ្ញុំហៅកន្លែងបរិចសិនកន្លែង font នេះយើងដាក់វា14អញ្ចឹងមកបាទ14អូខេវាធំតិចហើយ name គេ name វាយើងដាក់ name ខ្ញុំហៅកន្លែង name សិនភាសា name បាទ name វានេះយើងដាក់ correct បាទ correct អញ្ចឹងcorrect ហើយយើងអាចចាត់ពីមក0 correct 0ណាដល់ទៀតចឹងយើងដាក់អានេះយើងទៅប្របធៀបមកទៀតយើងដាក់ correct 0 thường và correct 0ហើយនេះដល់ព្រានតិចហ្នឹងកុំឲ្យវាជាប់នេះពេកអញ្ចឹងយើងដាក់មួយទៀត incorrect មានន័យថាពាក្យខុសអញ្ចឹងវាយទៅវានឹងរាប់ចំនួនពាក្យខុសនៅកន្លែងហ្នឹងអានេះពាក្យត្រូវនេះពាក្យខុសតែខ្ញុំសរសេរជាអង់គ្លេសអញ្ចឹងយើងបានមក copy paste វាអញ្ចឹងមកហើយយើងកែវាទៅproperty កែទៅដាក់ incorrect នេះបាទអូខេតមកយើងមានអីទៀតបាទយើងមាននេះយើងមានពាក្យមួយសម្រាប់ឲ្យយើងវាយហើយនឹងប្រអប់មួយដើម្បីយើងវាយពាក្យអូខេអញ្ចឹងយើងអានេះយើងដាក់ label គ្នាណានៅលើពាក្យសម្រាប់ឲ្យយើងវាយនេះគឺយើងដាក់ជា label គ្នាអញ្ចឹងយើងយកឈ្មោះបោកដែរទៅ label មកយើងដាក់ឲ្យវាចំដាតបាទយើងវាទូអញ្ចឹងយើងទៅ property គ្នាចុចនេះមកទៅ property យើងដាក់វាបរិច font វាទៅអញ្ចឹង font ហ្នឹងខ្ញុំចង់ដាក់ខ្មែរកែបអញ្ចឹងខ្ញុំយកខ្មែរកែបមកដើម្បីវាចេញខ្មែរកែបណាព្រោះអី font នេះតែយើងមើលឃើញនេះគឺជា font ខ្មែរកែបអញ្ចឹងខ្ញុំដាក់ខ្មែរកែបខ្ញុំធ្វើមួយទេបងប្អូនណាខ្លាចអ្នកដែលទៅរៀនថ្មីយើងគាត់តាមមិនតាន់ទេខ្ញុំមួយចិត្តថាកាត់វីដេអូហ្នឹងជា2ផ្នែកចឹងខ្ញុំទៅខ្មែរកែបសិនបាទនេះខ្មែរកែបអញ្ចឹងខ្ញុំទំហំវាខ្ញុំដាក់ធំតិចព្រោះកន្លែងហ្នឹងដើម្បីយើងងាយស្រួលមើលឃើញដាក់72ចុះអូខេនេះអត់ប៉ុណ្ណេះអញ្ចឹងប៉ុណ្ណឹងធំហើយយើងត្រូវដូរអានេះទៀតដូរអានេះជាងដាក់ Word ចឹងណាដូរនេះទៅ property អញ្ចឹងយើងទៅ name នេះណាname វាដាក់ basic ដាក់ Word យើងបានបើទៅអត់ទៅយើងដាក់មកទៀតEnter ទៅដល់ទៀតជាង design យើងដាក់ Word ហើយកន្លែងឈ្មោះ label នេះឲ្យវាបង្ហាញនេះយើងដាក់ Word ដូចគ្នា text កន្លែង text ច្រឡំវិញដាក់ Word អូខេជាងកន្លែងហ្នឹងកន្លែងឲ្យចេញពាក្យមកដើម្បីគេវាយតាមកន្លែងហ្នឹងហើយកន្លែងសម្រាប់យើងវាយគឺយើងប្រើ text box ហ្នឹងដាក់វាយtext box ខ្ញុំគូហ្នឹងមកអញ្ចឹងកន្លែងនេះសម្រាប់ឲ្យយើងវាយអញ្ចឹងវាទូអញ្ចឹងយើងប្រិចវាធំហើយទៅ property អញ្ចឹងបានថា4ហ្នឹងគឺយើងប្រើញឹកញាប់បង
យើងត្រូវទាញវាដាក់ហ្នឹងដើម្បីងាយស្រួលហើយយើងទៅព្រីចនេះមកទៅ property យើងដាក់នេះ name អូខ្ញុំព្រីចវាសិនទៅព្រីចវាធំហ្នឹងព្រីចវាធំចឹងlại phone ấy dương vì cái phone này chẳng dương đặt bà lơ vẫn chặt pi chẳng là những cái chặt pi kia là vì phần kia chẳng mà cái này mình xem việc lấy những tiền mà tiền về về những lại việc về chúng ta việc đặt tiền về về cái này cái bên bà này miền ấy chết dương đi xài hay từ khi dương trong đặt anh ấy một cái cầm thi đòi là đòi bên đó dương đặt nó thì chẳng dương hai thằng copy anh ấy miễn sao có đã của anh chỉ cần trâu vì nó anh ấy đã chứ đã bây giờ tới thành như đồ thành như đồ nó đồ đã một cái trong thì một cái này dùng cái những đã mua dưới dùng cái những đã mua mình rồi đấy bình thường nó và cái cam khí đầu thì bỏ chẳng đấy hay đồ những đồ phân vì đấy vì trên phân sao cho những đồ cái chuyện những cái hai trận đi giải dạng cái interface sử dụng đồ về phân phân như dùng đồ đặt mà cái bị ní máu và ở xa và một con thua complete sale không mà bạn sale với giặt xa đào đằng bình của bạn cái những thứ bạn chờ nó như sẽ cua sale và xa cho sale này cái lấy nhưng rồi không ai cài nhầm sinh đó là bạn rồi chân tập húng nhung đặt thường đặt vòng 7 bán và chân và năng hết cái hay khi chúng ta lại về cái tiết đã còn đó chúng ta về cái trình nằm thà cho inter tới với từng một tiết chắc chúng ta lại về này lừa lập về cái lần này như cái cho quay cái cho inter đấy cái chúng sử dụng preview chính xác anh mai stamp rồi thìคนยังโดเวียนที่ฉันอัดดับบุญจากนั้นโอเคบุญไม่แน่จะมาได้ทัชฉันทัชนี้ยังดับทาง press enter to check the word ดับจังเลย press enter to check check the word វាខ្លះយើងត្រូវការអង់គ្លេសដែរណាខាងណាអង់គ្លេសយើងអត់ចេះអង់គ្លេសយើងពិបាករៀនព្រោះកម្មវិធីនេះវាស្គាល់តែអង់គ្លេសទេខ្មែរយើងពិបាកតិចគេចឹងខ្ញុំអាចចេះអង់គ្លេសចឹងស្រួលគេយើងបានប៉ុណ្ណឹងហើយយើងទៅបញ្ចូលពាក្យបាទយើងបញ្ចូលពាក្យយើងបញ្ចូលពាក្យនៅក្នុងនេះឲ្យវាចេញពាក្យអីចឹងមកដើម្បីយើងវាយប៉ុណ្ណឹងយើងវាយអត់ទាន់បានទេសារយើងអត់ទាន់សេកូដឲ្យវាដំណើរការទេហើយពេលបានប៉ុណ្ណឹងហើយយើង save សិនមក save ពីហ្នឹង save មួយណាក៏បានហើយបន្តមកយើងនេះចុចដំណើរការវាតិចមើលតើវាមានទាំងអីអត់បាទអញ្ចឹងវាចេញមកអញ្ចឹងបាទចេញមកឲ្យយើងវាយអញ្ចឹងបាទតែអ្វីដែលសំខាន់គឺវាអត់ទាន់ឲ្យយើងវាយទេសារទី1យើងអត់ទាន់បានបញ្ចូលពាក្យទី2យើងអត់ទាន់បានសរសេរកូដនៅក្នុងប្រអប់ text box នេះដើម្បីឲ្យវាដំណើរការទេហើ
ហើយនេះដូចគ្នាដែរអញ្ចឹងដើម្បីទៅធ្វើបានឥឡូវយើងសេរីសិនកុំមកទៅដល់នោះយើងសេរីcursor នេះឲ្យវាមកកណ្ដាលមកហើយពាក្យនេះមកវាចេញនៅកណ្ដាលដូចគ្នានេះវាលោតមកគៀនយើងវាយនៅគៀនអញ្ចឹងគេដាក់លោតមកកណ្ដាលឥឡូវយើងបិទសិនណាបិទសិនទៅកន្លែងនេះយើងចុចទៅប្រអប់នឹងមកហើយទៅប្រអប់ T ហើយយើងទៅ check align នេះយើងដាក់ center អូខេវាមក center អូខេចឹង save មួយខ្ញុំ run ម្ដងទៀតបាទនេះឃើញវាលោតមកកណ្ដាលយើង